រឿងនាងតូចចិត្តល្អនិងផ្កាឈូកវេទមន្តក្នុងភូមិតូចមួយក្បែរទន្លេសាបមាននាងតូចម្នាក់ឈ្មោះសុជាតាដែលត្រូវបានគេស្គាល់ដោយសារចិត្តល្អនិងការឧស្សាហ៍ព្យាយាមរបស់នាងរាល់ព្រឹកនាងតែងតែជួយជីដូនរបស់នាងបេះផ្កាឈូកដើម្បីយកទៅលក់ពួកគាត់រស់នៅយ៉ាងមានសេចក្តីសុខជាមួយគ្នាថ្ងៃមួយខណៈដែលនាងកំពុងបេះផ្កាឈូកនាងបានឃើញផ្កាឈូកមួយតោងដែលមានពន្លឺចែងចាំងខុសពីធម្មតាពន្លឺនោះមានភាពទាក់ទាញភ្នែកហើយធ្វើឲ្យនាងមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងវាជាផ្កាឈូកដែលនាងមិនធ្លាប់ឃើញពីមុនមកភ្លាមនោះផ្កាឈូកនោះបាននិយាយទៅកាន់នាងដោយសំឡេងស្រទន់ថាផ្កាឈូកនេះនឹងផ្ដល់ពន្លឺជានិច្ចនៅពេលដែលអ្នកមានចិត្តបរិសុទ្ធសុជាតាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនាងក៏បានសន្យាថានឹងថែរក្សាផ្កាឈូកនេះដោយប្រុងប្រយ័ត្នបំផុតនាងសុជាតាបានយកផ្កាឈូកនោះទៅដាក់ក្នុងបន្ទប់របស់នាងភ្លាមនោះពន្លឺរបស់វាបានបំភ្លឺផ្ទះរបស់នាងទាំងមូលធ្វើឲ្យបរិយាកាសកាន់តែមានភាពកក់ក្ដៅពន្លឺនោះមិនត្រឹមតែបំភ្លឺផ្ទះទេថែមទាំងបំភ្លឺដល់បេះដូងរបស់នាងទៀតផងអ្នកចិត្តខាងម្នាក់បានឮរឿងផ្កាឈូកវេទមន្តនេះក៏មានចិត្តច្រណែនគាត់លួចសង្កេតមើលផ្ទះរបស់សុជាតាយ៉ាងប្រុងប្រយ័ត្នហើយគិតចង់លួចផ្កាឈូកនោះសម្រាប់ខ្លួនឯងគាត់ចង់បានពន្លឺនិងអំណាចរបស់ផ្កាឈូកនោះសម្រាប់ខ្លួនឯងនៅពេលដែលនាងសុជាតាកំពុងដេកលក់ស្កប់ស្កល់គាត់ក៏បានលុបចូលក្នុងផ្ទះរបស់នាងគាត់បានចាប់ផ្កាឈូកនោះដោយក្តីលោភលន់ប៉ុន្តែនៅពេលដែលគាត់ចាប់ផ្កាឈូកនោះផ្កាឈូកក៏រលត់បាត់ពន្លឺភ្លាមនាងសុជាតាបានត្រឡប់មកដល់ផ្ទះហើយឃើញផ្ទះងងឹតសូន្យឈឹងនាងឃើញចោឈរស្ងៀមកាន់ផ្កាឈូកដែលបាត់បង់ពន្លឺនៅក្នុងដៃនាងមិនបានខឹងសម្បាឡើយតែបែរជាមានទឹកមុខព្រួយបារម្ភទៅវិញនាងសុជាតាបាននិយាយដោយចិត្តបរិសុទ្ធថាផ្កាឈូកនេះនឹងរះដោយសារតែចិត្តល្អមិនមែនលោភលន់នោះទេគ្រាន់តែនាងនិយាយចប់ផ្កាឈូកនោះក៏បញ្ចេញពន្លឺម្ដងទៀតភ្លឺចាងចាំងជាងមុនទៅទៀតពន្លឺនៃផ្កាឈូកនិងចិត្តល្អរបស់នាងសុជាតាបានធ្វើឲ្យចៅនោះយល់ពីតម្លៃនៃចិត្តល្អនិងសេចក្តីស្មោះត្រង់គាត់មានការខ្មាស់អៀនយ៉ាងខ្លាំងហើយបានសុំទោសចំពោះទង្វើរបស់គាត់ចាប់តាំងពីថ្ងៃនោះមកអ្នកភូមិទាំងអស់បានរៀនពីមេរៀនដ៏មានតម្លៃថាភាពបរិសុទ្ធនៃចិត្តនិងការធ្វើល្អមានតម្លៃជាងទ្រព្យសម្បត្តិចំណែកចៅនោះក៏បានប្រែខ្លួនមកជាមនុស្សល្អហើយជួយការងារអ្នកភូមិវិញហើយផ្កាឈូកវេទមន្តក៏បន្តបំភ្លឺផ្ទះរបស់សុជាតាជារៀងរហូតភាពបរិសុទ្ធនៃចិត្តនិងការធ្វើល្អមានតម្លៃជាងទ្រព្យសម្បត្តិ